មានបរិមក្រុមដែលមានវ័យប្រហែលខ្ទង់ជាអាយុ30ឆ្នាំជាងពួកគេតែងតែដើរទៅលេងកម្សាន្តឬទៅបោះតង់ដេកសម្រាកលេងនិងថតវីដេអូនៅតាមទីកន្លែងរមណីយដ្ឋាននានាដែលមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃមួយពួកគេក៏បានណាត់ជួបគ្នាមកពេចមើលបកខសួរគ្នាយើងមើលជប់ដូចជាចង់ទៅបោះតង់ដេកលេងប្រយុទ្ធនៅកន្លែងដែលរន្ធត់ម្ដងមើលព្រោះពួកយើងពីច្រើនតែទៅបោះតង់នៅតាមរមណីយដ្ឋានធម្មជាតិជាច្រើនហើយដែរតែម្ដងនេះខ្ញុំចង់ទៅកន្លែងណាដែលគេបោះបង់ចោលម្ដងឬកន្លែងណាដែលមានគេល្បីថាខ្មោចលើទៅហើយសារម្ដងមកបងមែនតើអូនបងក៏គិតដូចបងឯងដែរតាតែបងប្រាប់ឲ្យហើយណាហើយបងដូចជារៀងខ្លាចខ្មោចដែរបើទៅគ្នាច្រើនបងទៅតែបើទៅតែពីរអ្នកប្អូនឯងបងអត់ទៅទេវាយងប់ក៏បងអត់ទៅដែរណាអូអត់អីទេបងអញ្ចឹងចាំខ្ញុំខលទៅសួរចន្ទធីអីស្អីគឺនៅអាផ្លយក្រោយលោកពួកវាទៅដែរអញ្ចឹងបងត្រៀមសម្ភារៈតង់ឲ្យទុកឲ្យហើយទៅបើសិនជាពួកគេទៅដែរកុំឲ្យដល់ថ្ងៃដែលត្រូវទៅនៅត្រេងត្រង់ចាប់នេះខុសចាប់នោះខុសទៅណាបងបាទបងអូនខ្លាចឯងចង់ទៅកន្លែងណារន្ធត់នឹងគួរឲ្យខ្លាចហើយកន្លែងដែលល្បីថាមានខ្មោចលើខោមែននោះអញ្ចឹងបងខកកន្លែងមួយកន្លែងនោះថ្មីនេះគឺគេល្បីខ្លាំងណាស់ថាมันមានអ្នកណាម្នាក់ហ៊ានទៅដេកនៅទីកន្លែងនោះឬក៏ធ្វើដំណើរកាត់តាមផ្ទះនោះទេអញ្ចឹងបងខ្លាញ់ឯងចាប់អារម្មណ៍ចង់ទៅសាកល្បងទៅបោះតង់ដេកនៅផ្ទះនោះមួយយប់ដែរទេមានអីបងខ្ញុំចាប់អារម្មណ៍តើបងអញ្ចឹងកាត់ធ្វើដំណើរមួយទ្រីបនេះបងប្រគល់ឲ្យបងហើយជាអ្នកស្វែងនៅគោលដៅដែលត្រូវទៅបោះតង់បើបានទៅគ្នាច្រើនកាន់តែល្អដល់បងអូខេកុំបារម្ភអីណាបងអូនចាំដល់ពេលនោះចាំបងឲ្យកំពូលមនុស្សទៅជាមួយយើងដែរគាត់ម្នាក់នោះមិនចេះខ្លាចខ្មោចនោះទេអញ្ចឹងពួកយើងទៅជាមួយនឹងគាត់ប្រកាសណាថាពិតជាមានភាពកក់ក្ដៅជាមិនខានទេបងអូនប្រុសបាទបងអញ្ចឹងចាំដល់ថ្ងៃនោះចាំយើងនិយាយគ្នាទៀតឥឡូវបងអូនសុំលេខទៅផ្ទះមុនហើយខ្លាចម៉ែចាំហើយលុះដល់3ថ្ងៃក្រោយមកtrờiនឹងថ្ងៃអាទិត្យពួកគេក៏បានធ្វើការណាត់ជួបជុំគ្នាដោយអ្វីដែលពួកគេបានសន្យានឹងគ្នាថាថ្ងៃមុនលុះពេលពួកគេបានមកជួបជុំគ្នារួចហើយពួកគេក៏បានចេញដំណើរឆ្ពោះទៅកាន់ផ្ទះដែលគេបោះបង់ចោលដែលមានទីតាំងស្ថិតនៅតាមតំបន់ដាច់ស្រយាលដែលនៅក្នុងព្រៃជ្រៅជាប់នឹងជើងភ្នំចុះបងខ្លាចបងពេជ្រក្រែងបងប្រាប់ពួកខ្ញុំថាបងមកពួកខ្ញុំមកដើរលេងហីហើយមិនបានជាបងឯងនាំពួកខ្ញុំមកដេកផ្ទះនៅក្នុងកណ្ដាលព្រៃជ្រៅបែបនេះទៅវិញបងហើយផ្ទះនេះបើតាមខ្ញុំមើលទៅដូចជាផ្ទះខ្មោចមិនដឹងទេបងអើយពួកយើងត្រឡប់ទៅផ្ទះវិញទៅបងអីខ្ញុំដូចជាខ្លាចខ្មោចដល់ហើយបងទីអាស្អីទីអាបត់អីអាបត់អត់កម្រអាចតែរបស់យកពេលចូលក្នុងព្រៃចាស់គេហាមលេខខាតមិនឲ្យនិយាយព្រាយប្រាសទេជាពិសេសគឺចាស់ហាមលេខខាតពេលចូលក្នុងព្រៃនិយាយឬខ្មោចព្រាយបិសាចអីតែម្ដងហើយដឹងអត់អាស្អីគេនេះអាចខ្ញុំចង់សួរមកឯងវិញតើបងប្រមូលពួកខ្ញុំមកដេកបោះតង់នៅក្នុងផ្ទះដែលគេបោះបង់ចោលហ្នឹងក្នុងគោលបំណងអីប្រកាសទៅបងអូតាមពិតទៅដែលបងប្រមូលពួកបងប្អូនមកបោះតង់គេមួយយប់នៅក្នុងផ្ទះដែលគេបោះបង់ចោលយូរនេះគឺបងចង់បានអារម្មណ៍មួយដែលមានទាំងអារម្មណ៍សប្បាយអារម្មណ៍រន្ធត់តស្រុកទាំងភ័យខ្លាចអញ្ចឹងហើយទើបបងអាចស្វែងយល់ថាឆាកជីវិតរបស់មនុស្សយើងម្នាក់នឹងត្រូវជួបនឹងត្រូវដើរឆ្លងកាត់រឿងរ៉ាវជាច្រើនទៀតអញ្ចឹងទៅថ្ងៃមុខទោះបីជាជីវិតពួកយើងត្រូវជួបរឿងរ៉ាវអ្វីក៏ដោយក៏ពួកយើងអាចត្រៀមខ្លួនរួចរាល់ហើយដែរបងប្អូនបាទបងឥឡូវខ្ញុំបានយល់ហើយបងលុះដល់ពេលយប់ឡើងពួកគេក៏បានញ៉ាំអាហារនិងនិយាយពិភាក្សាគ្នាលេងរួចហើយយប់កាន់តែជ្រៅទៅពួកគេក៏បានបំបីផ្លូវគ្នាចូលទៅគេងនៅក្នុងតង់របស់ពួកគេរៀងខ្លួនបាត់អស់ទៅបងពេជ្រអើយបងថ្លៃអើយអាប់ឡយអើយអ្នកទាំងអស់គ្នាមានបានឃើញស្រមោលអ្នកណានៅអង្គុយលើដើមឈើនោះអត់អ្នកទាំងអស់គ្នា
អាយជួបរបស់ពុតឲ្យគ្នាយើងអញថាហៅថាអញថាខ្មោចលើមែនខ្ញុំថាអីចេះខុសទំនេរណាផ្ទះមានមិនព្រមដេកទេអ្នកសុទ្ធតែចង់សាក់ធ្វើជីវិតឥឡូវត្រូវខ្មោចលើតោះតែបានមែនតោះគ្នាយើងប្រញាប់រើតង់ឲ្យលឿនឡើងយើងត្រូវខ្មោចលើឲ្យឆាប់រត់ណែពួកអាឡាបលយោជួបខ្មោចសោកធ្វើដោយខ្លាចខ្មោចអីណាមិនបាច់ខ្លាចយើងទេយើងគ្មានពេលចេញមកលើពួកឯងនោះទេចុះរបស់ខ្មោចឯងហ្នឹងឯងក៏ធ្វើរឹកធ្វើពីបែបបានជាធ្វើឯងឯណាមិនលើកពួកខ្ញុំចឹងហ่าរបស់ខ្មោចហួចម៉ាច់ប្រងគិតថាឲ្យខ្មោចចេញលើងរាល់យប់ហ្នឹងមានប្រាក់ខែបើកឲ្យមែនណាចង់ប្រាក់ថាខ្មោចចេញលើងគេរាល់យប់ហ្នឹងគឺខ្មោចគ្មានប្រាក់ខែបើកនឹងគេទេវើយអញ្ចឹងខ្មោចក៏ចេះខ្ជិលដែរតាវើយ